រីម្នាក់ចៃដន្យឲ្យដឹងថាពស់ដែលនាងចិញ្ចឹមរកយកវាតែងតែឡើងមកលេងដេកấpនឹងខ្លួននាងជានិច្ចដំបូងនាងគិតថាវាគ្រាន់តែប្រឡាញ់លេងសោះតែពេលនាងថតរូបបង្ហោះ Facebook ភ្លាមមិត្តភក្តិជាពេទ្យសត្វក៏ទេមកប្រាប់ភ្លាមគេប្រាប់ទាំងស្លន់ស្លោឲ្យនាងប្រញាប់យកពស់នោះចេញវាមិនស៊ីអីគឺដើម្បីពស់ឲ្យទេវាដេកấpនឹងឯងរាល់ថ្ងៃគឺកំពុងវាស់ទំហំឯងទេវាចង់ដឹងថាតើវាអាចលេបឯងចូលទាំងមូលបានឬអត់ពេលនោះទើបនាងដឹងខ្លួនថាពស់មួយនេះចាត់ទុកនាងត្រឹមជាចំណីប៉ុណ្ណោះតាមពិតនាងនឹងប្តីបានចិញ្ចឹមពស់នេះ5ឆ្នាំមកហើយតាំងពីវាតូចប៉ុនចង្កេះរហូតដល់ធំប៉ុនផ្លូវមនុស្សថែមទាំងដាក់ឈ្មោះឲ្យវាថាអាជីនទៀតផងនាងតែងតែគិតថាអាជីនជាសត្វចិញ្ចឹមដែលស្លូតបំផុតក្នុងលោកស្លូតជាងសត្វឆ្កែទៅទៀតតែថ្ងៃនេះអាជីនបែរជាលែងចង់ស៊ីចំណីបញ្ចុកអីក៏វាងាកក្បាលចេញរហូតប្តីប្រពន្ធទាំងពីរមិនយល់សោះថាវាកើតអីរហូតដល់ពេទ្យសត្វទេមកប្រាប់ទើបនាងដឹងថាអាជីនចង់ស៊ីនាងហើយតែប្តីនាងបែរជាគិតថាពេទ្យគ្រាន់តែនិយាយបន្លាចលេងប៉ុណ្ណោះចិញ្ចឹមវា5ឆ្នាំទៅហើយមិនក៏មិនដឹងពីចរិតរបស់វាទៅតែប្រតិកម្មរបស់ប្តីធ្វើឲ្យនាងសង្ស័យភ្លាមថាប្តីនេះប្រហែលជាអ្នកនៅពីក្រោយហើយដូច្នេះកណ្ដាលយប់ដើម្បីរកការពិតនាងលួចចូលទៅក្នុងបន្ទប់ធ្វើការរកឯកសារការពីកន្លះខែមុនតែប្តីនាងឲ្យស៊ីញេវិនិយោគប្រាក់កាលនោះនាងមិនបានអានក៏ស៊ីញេយកពេលនេះទើបដឹងថាវាមិនមែនជាឯកសារវិនិយោគទេតែវាជាការធានារ៉ាប់រងគ្រោះចំណែកឯអ្នកទទួលផលតែជាសរសេរឈ្មោះប្តីទៅវិញក្រៅពីនេះនាងថែមទាំងឃើញវាគេបាត់ទិញទូទឹកកកធំមួយទៀតមើលទៅប្តីនាងបានរៀបចំទុកជាមុនអស់ហើយដើម្បី